សូមស្វាគមន៍វិលមកកាន់ករណីឃាតកម្មអត់កំបាំងនៅជុំវិញពិភពលោកនៅថ្ងៃនេះខ្ញុំមានករណីថ្មីមួយទៀតហើយដែលនឹងមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាដោយករណីនេះផងដែរគឺមានក្រុមអ្នកភូមិនិងប៉ូលីសនឹងគាត់បានឃើញវ៉ាលីមួយដែលគេប្លង់ចោលនៅក្នុងព្រៃហើយនៅពេលដែលក្រុមប៉ូលីសបានបើកវ៉ាលីនោះទៅគឺមានសាកសពក្មេងស្រីអាយុ17ឆ្នាំម្នាក់ដែលស្លាប់នៅក្នុងវ៉ាលីនោះមានសភាពសាកសពគឺអាក្រាតកាយហើយករណីនេះទើបតែកើតមានថ្មីនៅខែមិថុនាខែ6ឆ្នាំ2026នេះឯងដែលកើតឡើងនៅប្រទេសថៃហើយក៏ជាករណីដែលធ្វើឲ្យប្រជាពលរដ្ឋថៃទូទាំងប្រទេសគឺកំពុងតែមានការជ្រួលច្របល់ចំពោះករណីនេះផងដែរកុំឲ្យចាំយូរអញ្ចឹងយើងចូលទៅស្វែងយល់ពីករណីមួយនេះទាំងអស់គ្នានៅប្រលប់ថ្ងៃទី26ខែមិថុនាឆ្នាំ2026កន្លងទៅថ្មីនេះនៅតំបន់ស្ងាត់ជ្រងំមួយនៅក្បែរថ្នល់រថភ្លើងខាងក្រោយទីផ្សារអណ្ដែតទឹកដ៏ល្បីល្បាញនៃទីក្រុងប៉ាតាយាប្រទេសថៃខណៈពេលដែលទីក្រុងទេសចរមួយនេះកំពុងតែអ៊ូអរប៉ូលីសបានទទួលការហៅទូរស័ព្ទមួយការហៅទូរស័ព្ទដែលនាំឲ្យពួកគេកាន់ការរកឃើញដ៏រន្ធត់និងរង្គោះរង្គើចិត្តមនុស្សម្នាក់ជាខ្លាំងនៅទីនោះក្នុងចំណោមស្មៅស្ដុបគុំធំមួយមានវ៉ាលីពណ៌ខ្មៅដ៏ធំត្រូវបានគេយកមកប្លង់ចោលនៅពេលដែលសមត្ថកិច្ចសម្រេចចិត្តបើករូតវ៉ាលីនោះចេញអ្វីដែលពួកគេបានឃើញមិនមែនជាសម្លៀកបំពាក់និងរបស់របរធ្វើដំណើរនោះទេប៉ុន្តែវាគឺជាសាកសពរបស់មនុស្សស្រីម្នាក់ដែលត្រូវបានគេញាត់ចូលទៅក្នុងនោះយ៉ាងអណោចអធមតើអ្នកណាជាម្ចាស់វ៉ាលីនេះហើយអ្វីដែលបានកើតឡើងលើជីវិតក្មេងខ្ចីមួយត្រូវមកបញ្ចប់នៅក្នុងប្រអប់ដ៏តូចចង្អៀតនិងងងឹតបែបនេះបន្ទាប់ពីមានការពិនិត្យអត្តសញ្ញាណភាពពិតដ៏ជូរចត់របស់បានលេចចេញមកជនរងគ្រោះគឺជាក្មេងស្រីជនជាតិថៃម្នាក់ដែលមានអាយុទើបតែ17ឆ្នាំប៉ុណ្ណោះនាងគឺជាកូនស្រីម្នាក់ដែលមានវ័យកំពុងស្រស់បំព្រងមានក្តីស្រមៃនិងមានជីវិតទៅថ្ងៃអនាគតដ៏វែងឆ្ងាយដូចក្មេងជំទង់ដទៃទៀតដែរនៅព្រឹកថ្ងៃប្រហោះទី25ខែមិថុនាក្មេងស្រីរងគ្រោះបានចាកចេញពីផ្ទះរបស់នាងគ្មាននរណាម្នាក់ដឹងទាល់តែសោះថានោះគឺជាការដើរចេញដែលគ្មានថ្ងៃវិលត្រឡប់មកវិញកាមេរ៉ាសុវត្ថិភាពនៅមុខខុនដូមួយកន្លែងក្នុងក្រុងប៉ាតាយាបានទុករូបភាពចុងក្រោយរបស់នាងត្រូវបានគេឃើញដើរកាន់ដៃជាមួយនឹងបុរសជនជាតិបរទេសម្នាក់ចូលទៅក្នុងបន្ទប់នៃខុនដូនោះប៉ុន្មានម៉ោងក្រោយមកនៅពេលដែលរាត្រីឈានចូលមកដល់អ្វីៗក៏បានប្រែប្រួលនៅក្នុងបន្ទប់ខុនដូដ៏ស្ងប់ជ្រងំមួយនោះមានរឿងរ៉ាវដ៏គួរឲ្យខ្លាចមួយបានកើតឡើងដែលមានតែជញ្ជាំង4ជ្រុងប៉ុណ្ណោះដែលជាសាក្សីក្មេងស្រីអាយុ17ឆ្នាំរូបនោះបានបាត់ការតាក់ទងទាំងស្រុងទូរស័ព្ទរបស់នាងមិនអាចតាក់ទងបានហើយនាងក៏មិនបានត្រឡប់មកផ្ទះវិញដែររហូតមកដល់ថ្ងៃសុក្រទី26ខែមិថុនាមានក្លិនមិនប្រក្រតីនិងវ៉ាលីខ្មៅដ៏ធំដែលគេប្លង់ទុកចោលនៅក្បែរផ្លូវរថភ្លើងបានធ្វើឲ្យអ្នកស្រុកមានការសង្ស័យនិងរាយការណ៍ទៅប៉ូលីសនៅពេលដែលសមត្ថកិច្ចទៅដល់និងបើកវ៉ាលីនោះឡើងទិដ្ឋភាពខាងក្នុងបានធ្វើឲ្យប៉ូលីសដែលធ្លាប់ឆ្លងកាត់បទពិសោធន៍រាប់ឆ្នាំក៏ត្រូវស្រឡាំងកាំងដែរហើយសាកសពរបស់ក្មេងស្រីរងគ្រោះស្ថិតនៅក្នុងសភាពអាក្រាតកាយទាំងស្រុងនៅលើផ្ទៃមុខរបស់នាងមានស្នាមរបួសជាទម្ងន់និងស្នាមជាំខ្លាំងដែលបង្ហាញថានាងរងការវាយដំយ៉ាងព្រៃផ្សៃមុនពេលដង្ហើមចុងក្រោយរបស់នាងត្រូវបានកាត់ផ្តាច់ព័ត៌មាននេះបានរីករាលដាលពេញទាំងទីក្រុងប៉ាតាយាភ្លាមមនុស្សគ្រប់គ្នាស្ថិតក្នុងសភាពភ័យខ្លាចនិងខឹងសម្បារយ៉ាងខ្លាំងប៉ូលីសដឹងថាពួកគេមិនមានពេលច្រើនទេព្រោះឃាតករប្រកាសជាកំពុងរៀបចំផែនការរត់គេចខ្លួនដូច្នេះហើយគេក៏បានធ្វើការស៊ើបអង្កេតរឿងក្តីឡើងមកហើយអ្វីដែលកើតឡើងបន្ទាប់បានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលកាមេរ៉ាសុវត្ថិភាពបានថតជាប់រូបភាពបុរសជនបរទេសដដែលនោះដើរចេញពីបន្ទប់តែម្នាក់ឯងនៅក្នុងដៃរបស់គេគឺកំពុងតែអូសវ៉ាលីពណ៌ខ្មៅដ៏ធំគឺជាវ៉ាលីដែលប៉ូលីសបានរកឃើញសាកសពនោះឯងគេបានអូសវ៉ាលីនោះដាក់
លើកន្ទុយម៉ូតូយ៉ាងលំបាករួចបើកបរចេញទៅក្នុងភាពងងឹតដើម្បីយកទៅប្លង់ចោលជនសង្ស័យត្រូវបានកំណត់អត្តសញ្ញាណបានភ្លាមគេគឺជាជនបរទេសអូស្ត្រាលីម្នាក់មានឈ្មោះថា Simon Kamen អាយុ46ឆ្នាំដូច្នេះហើយប៉ូលីសបានបើកប្រតិបត្តិការតាមប្រមាញ់ភ្លាមទូទាំងប្រទេសរហូតដល់វេលាម៉ោង 9:30 នាទីយប់នៅថ្ងៃសុក្រដដែលនោះនគរបាលបន្តប្រវេសន៍បានប្រទះឃើញជនសង្ស័យរូបនោះនៅប្រលានយន្តហោះសុវណ្ណភូមិក្នុងទីក្រុងបាងកកលោក Simon កំពុងតែឈរតម្រង់ជួរដើម្បីឡើងយន្តហោះរត់គេចខ្លួនត្រឡប់ទៅទីក្រុង Perth ប្រទេសអូស្ត្រាលីតែផែនការរត់គេចខ្លួនរបស់គេត្រូវបានបរាជ័យដោយប៉ូលីសបានទៅវាយខ្នោះដៃនៅទីនោះតែម្ដងនៅក្នុងបន្ទប់សួរចម្លើយលោក Simon បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់គេព្យាយាមធ្វើជាមិនដឹងមិនឮនិងមិនពាក់ព័ន្ធប៉ុន្តែរឿងនេះមិនទាន់ចប់នៅឡើយទេសាកសពរបស់ក្មេងស្រីរងគ្រោះនិងដាននៅលើខ្លួនរបស់គេបាននិយាយជំនួសការពិតអស់ទៅហើយប៉ូលីសបានរកឃើញមានស្នាមក្រចកយ៉ាងច្បាស់នៅលើដងខ្លួនវាគឺជាភស្តុតាងដ៏រឹងមាំដែលបង្ហាញពីការប្រយុទ្ធប្រតាយប្រតបគ្នាយ៉ាងខ្លាំងក្លាមុនពេលជនរងគ្រោះបានបាត់បង់ជីវិតនៅពេលប៉ូលីសបានសួរដេញដោលអំពីស្លាកស្នាមរបួសនៅលើករបស់គេឃាតកររូបនោះបានឆ្លើយដល់សារទាំងបំពេញថាវាគ្រាន់តែជាស្នាមខាំរបស់សត្វពេញពីងប៉ុណ្ណោះវាមិនដែលស្នាមខាំអញ្ចឹងការឆ្លើយដោះសារដោយគួរអស់សម្លេចនេះមិនអាចជួយអីគេបានឡើយព្រោះផុសតាងតាមវិទ្យាសាស្ត្រនិងរូបភាព CCTV បានចងជើងគេយ៉ាងជាប់ចំពោះមូលហេតុដែលនាំឲ្យកើតមាននៅអំពើឃាតកម្មយ៉ាងឃោរឃៅនេះសមត្ថកិច្ចបានសន្និដ្ឋានថាវាផ្ដើមចេញពីចំនួនផ្លូវភេទនិងការប៉ុនប៉ងបិទមាត់ជនរងគ្រោះបន្ទាប់ពីការនាំយកអនិច្ចជនមកក្នុងគោលបំណងខុសច្បាប់បច្ចុប្បន្នលោក Simon Kamen ត្រូវបានឃាត់ខ្លួនដោយគ្មានការអនុញ្ញាតនៅក្រៅឃុំឡើយប៉ូលីសក្រុងប៉ាតាយាកំពុងសាងសំណុំរឿងយ៉ាងយកចិត្តទុកដាក់ដើម្បីបញ្ជូនទៅតុលាការដោយចោទប្រកាន់ទៅលើបទល្មើសធ្ងន់ធ្ងរជាច្រើនរួមមានបទឃាតកម្មដោយចេតនាបទលាក់បំបាំងនិងបំផ្លាញសាកសពនិងបទនាំយកអនិច្ចជនអាយុមិនទាន់គ្រប់18ឆ្នាំដើម្បីអំពើអនាចារខណៈពេលដែលសារទូរទស្សន៍អូស្ត្រាលីប្រចាំប្រទេសថៃកំពុងផ្ដល់ជំនួយផ្នែកច្បាប់ជាមូលដ្ឋានដល់ប្រជាពលរដ្ឋរបស់ខ្លួនប្រជាជនថៃនិងពិភពលោកទាំងមូលកំពុងតែរងចាំមើលការកាត់ទោសដ៏ពុះបំផុតចំពោះបុរសម្នាក់នោះដើម្បីដល់យុត្តិធម៌ដល់វិញ្ញាណក្ខន្ធក្មេងស្រីរងគ្រោះដោយមិនអាចប្រកែកបានជាចុងក្រោយយោងតាមចម្លើយសារភាពនឹងការដោះសាររបស់ជនសង្ស័យ Simon Kamen នៅចំពោះមុខសមត្ថកិច្ចថៃហេតុការណ៍ដែលនាំទៅដល់មានការសម្លាប់ក្មេងស្រីរងគ្រោះនោះគឺនៅក្នុងបន្ទប់សួរចម្លើយជនសង្ស័យមិនបានសារភាពត្រង់ថាខ្លួនមានចេតនាឃាតកម្មនោះទេគេបានព្យាយាមការពារខ្លួនដោយឆ្លើយដោះសារថាវាគឺជាឧបទ្ទវហេតុដែលកើតឡើងដោយអចេតនាអំឡុងពេលដែលមានចំនួនជាមួយគ្នាហើយជនល្មើសបានអះអាងថាខ្លួននិងក្មេងស្រីរងគ្រោះបានជួបគ្នានៅតំបន់កំសាន្តប៉ាតាយារួចក៏បានព្រមព្រៀងគ្នាធ្វើដំណើរមកកាន់ខុនដូរបស់គេប៉ុន្តែនៅពេលដល់បន្ទប់ក៏មានចំនួនរឿងលុយកាក់និងសេវាកម្មជនល្មើសបានប្រាប់ប៉ូលីសថាពួកគេទាំងពីរមានការយល់ច្រឡំនិងឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងអំពីចំនួនពិតប្រាស់ដែលទូទាត់និងលក្ខខណ្ឌផ្សេងៗការប្រតែប្រតបគ្នាជនល្មើសអះអាងថាជនរងគ្រោះបានខឹងសម្បារយ៉ាងខ្លាំងហើយបានស្ទុះមកវាយដំនិងផ្ញើរូបគេដែលបណ្ដាលឲ្យមានស្នាមរបួសនៅលើកនិងដងខ្លួនរបស់គេក្នុងពេលនោះគេក៏បានប្រើហិង្សាត្រឡប់ទៅវិញដើម្បីការពារខ្លួននិងដើម្បីឃាត់នាងកុំឲ្យលោឡាបើទោះបីជាជនល្មើសព្យាយាមនិយាយថាការពារខ្លួនប៉ុន្តែភស្តុតាងកសលវិច័យបង្ហាញថាជនល្មើសបានប្រើកម្លាំងបាយវាយដំទៅលើផ្ទៃមុខរបស់ក្មេងស្រីយ៉ាងចាស់ដៃដែលហើយនឹងបានច្របាច់កឬទប់មាត់របស់នាងរហូតដល់នាងថប់ដង្ហើមស្លាប់នៅក្នុងបន្ទប់នោះតែម្ដងដើម្បីកុំឲ្យនាងស្រែកឲ្យគេជួយឬក៏ប្តឹងប៉ូលីសហើយជនល្មើសបានសារភាពថាក្រោយពេលដឹងថាក្មេងស្រីរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយគេមានការភ័យស្លន់ស្លោជាខ្លាំងនិងខ្លាចត្រូវជាប់គុកនៅប្រទេសថៃ
ដូច្នេះគេក៏បានសម្រេចចិត្តបកសម្លៀកបំពាក់របស់នាងចេញដើម្បីកុំឲ្យមានភស្តុតាងដែលជាប់នៅលើខោអាវរួចញាត់សាកសពចូលទៅក្នុងវ៉ាលីខ្មៅដ៏ធំរបស់គេហើយអូសយកទៅប្លង់ចោលនៅក្បែរឡល់រថភ្លើងក្នុងបំណងបំបត្តិភស្តុតាងនិងដើម្បីឲ្យមានពេលរត់គេចខ្លួនត្រឡប់ទៅប្រទេសអូស្ត្រាលីវិញអូខេចំពោះករណីមួយនេះគឺត្រូវបានបញ្ចប់ត្រឹមនឹងឯងហើយវាក៏ជាករណីដែលទើបតែកើតឡើងថ្មីដែលទូការមិនពេញចិត្តនឹងការជ្រួលច្របល់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋថៃនៅឆ្នាំ2026នេះអរគុណជួបគ្នានៅវីដេអូក្រោយ